អាល្លឺម៉ង់ផ្ដល់កម្ចី$55 លានដល់កម្ពុជាអភិវឌ្ឍប្រសិទ្ធភាពថាមពលអគ្គិសនីនៅជនបទនៅថ្ងៃទី19 ខែវិច្ឆិកាឆ្នាំ2025រដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចផ្ដល់កម្ចីដល់កម្ពុជាដែលមានទឹកប្រាក់សរុបចំនួន$47.5 លានត្រូវជាប្រមាណ$55 លានអាមេរិកអនុវត្តគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការអភិវឌ្ឍផ្គត់ផ្គង់អគ្គិសនីនៅជនបទជំហានទី2និងជំហានទី3កម្ចីដែលកម្ពុជាទទួលបានពីរដ្ឋាភិបាលអាល្លឺម៉ង់នេះត្រូវបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន2និងកិច្ចព្រមព្រៀងដោយឡែករវាងលោកអូនពាត់មនីរតន៍ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៅក្នុងទំហំទឹកប្រាក់សរុបចំនួន$47.5 លានត្រូវជាប្រមាណ$55 លានអាមេរិកក្នុងនោះទឹកប្រាក់ចំនួន$30 លានសម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទជំហានទី2និងទឹកប្រាក់ចំនួន$17.5 លានសម្រាប់គម្រោងនេះជំហានទី3